អន្តរជាតិធំពីរដែលចប់ថ្ងៃទី5ខែ5ឆ្នាំ2026នាពេលព្រឹកនេះបើយោងទៅតាមសារព័ត៌មាន Fox News និងX របស់លោក Donald Trump ដែលបានសរសេរដូចនេះថាអាមេរិកបានបំផ្លាញទូកតូចៗចំនួន7គ្រឿងនៅច្រកសមុទ្រ Hormuz លោកប្រធានាធិបតីលោក Donald Trump បានអះអាងថាកងកម្លាំងសហរដ្ឋអាមេរិកបានបំផ្លាញទូកល្បឿនលឿន Small Boat របស់អ៊ីរ៉ង់ចំនួន7គ្រឿងនៅច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនដ៏សំខាន់សម្រាប់ពិភពលោកបានបន្ថែមថាអ៊ីរ៉ង់បានបាញ់ប្រហារទៅលើនាវាពាណិជ្ជកម្មចំនួន2គ្រឿងផ្សេងៗប៉ុន្តែបច្ចុប្បន្នមិនមានការខូចខាតធ្ងន់ធ្ងរនោះទេលើកលែងតែទូកឬក៏នាវាដឹកប្រេងរបស់កូរ៉េខាងត្បូងតែប៉ុណ្ណោះដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេដែលត្រូវបានរាយការណ៍ថារងផលប៉ះពាល់ខ្លះឬក៏ធ្ងន់ធ្ងរស្ថានភាពនេះបង្កឲ្យមានភាពតានតឹងខ្លាំងនៅមជ្ឈមបូព៌ាខណៈដែលការដឹកជញ្ជូនប្រេងនិងសុវត្ថិភាពនៅសមុទ្រកំពុងតែមានការព្រួយបារម្ភខ្លាំងព័ត៌មានអន្តរជាតិទី2អ៊ីរ៉ង់បានវាយប្រហារទៅលើអារ៉ាប់រួមគេហៅកាត់ថា UAE នឹងមីស៊ីលនិងដ្រូនត្រូវបានទប់ស្កាត់អាជ្ញាធរអារ៉ាប់រួម UAE បានបញ្ជាក់ថាប្រទេសរបស់ខ្លួនប្រឈមទៅនឹងការវាយប្រហារដោយមីស៊ីលនិងយន្តហោះគ្មានลูกបឺតរបស់ប្រទេសអ៊ីរ៉ង់ក្រសួងការពារជាតិ UAE បានអះអាងថាប្រព័ន្ធការពារដែនអាកាសបានបាញ់ទម្លាក់មីស៊ីលជាច្រើននៅកន្លែងមួយចំនួនដែលបានធ្លាក់ចូលក្នុងសមុទ្រនៅក្នុងតំបន់ Fujairah Petroleum Industries Zone មានការផ្ទុះភ្លើងមានការឆេះចូលទៅនៅតំបន់ប្រេងកាតនេះអញ្ចឹងវាខ្ទេចកន្លែងចម្រាញ់ប្រេងកាតមួយនៅក្នុងតំបន់នៅក្នុងប្រទេសអារ៉ាប់រួមហ្នឹងគឺកន្លែងចម្រាញ់ប្រេងឬក៏រោងចក្រចម្រាញ់ប្រេងហ្នឹងបន្ទាប់ពីមានការវាយប្រហារដោយដ្រូនដែលត្រូវបានគេជឿថាមកពីអ៊ីរ៉ង់នេះបើយោងទៅតាមសារព័ត៌មានរបស់ Reuters មានរបាយការណ៍ថាមនុស្សខ្លះរងរបួសហើយនឹងក្រុមជួសជុលសង្គ្រោះបន្ទាន់បានចូលទៅគ្រប់គ្រងស្ថានភាពបានភ្លាមហេតុការណ៍នេះបានបង្ហាញឬក៏បានចាត់ទុកថាជាការកើនឡើងនៅភាពតានតឹងដ៏ធ្ងន់ធ្ងរនៅតំបន់មជ្ឈមបូព៌ាដែលអាចមានផលប៉ះពាល់សន្តិសុខឬក៏សុវត្ថិភាពដឹកជញ្ជូនប្រេងរបស់ពិភពលោក